យកម៉ូតូអគ្គិសនីយកមកឲ្យភ្ញៀវដល់ម្ដុំចំការដូងពណ៌បៃតងហ្នឹងសល់2គ្រឿងចុងក្រោយតែមុនលោកពូគាត់ទិញមួយគ្រឿងឥឡូវបងស្រីគាត់ទិញមួយគ្រឿងអស់បាត់ទៀតហើយពណ៌ហ្នឹងមិនមែនអស់ម៉ូតូទេម៉ូតូយើងនៅសល់ច្រើនណាពណ៌ផ្សេងទៀតនោះមានពណ៌ក្រហមពណ៌សពណ៌ខ្មៅហើយនិងពណ៌ប្រផេះបងប្អូនតែហាប់ពណ៌ស៊ីម៉ងហើយម៉ូតូអគ្គិសនី JB Model K2 របស់បងស្រីគាត់ធ្វើការជ្រើសរើសនេះគឺជាជម្រើស90គីឡូ100គីឡូសាកថ្មម្ដងជីបានប៉ុណ្ណឹងតែបើសិនតែសាកថ្មម្ដងជីបានប៉ុណ្ណឹងនឹងអស់លុយប្រមាណតែអស់ខ្ទង់2000រៀលជាងទេអស់តិចមែនតែហ្មងបងប្អូនតែអាចជីបានឆ្ងាយវាមិនសមចៃជាងប្រភេទម៉ូតូសាំងហើយអត់មានចាំបាច់បដូរប្រេងម៉ាស៊ីនបដូរប្រេងកាឡេអីដែរបើយើងដកថ្លៃប្រេងម៉ាស៊ីនដកថ្លៃសាំងចេញនឹងទៅចំណេញជាងម៉ូតូសាំងពី3ទៅ4ដងវានេះចូល4ទៅ5ដងហើយរបៀបនៃការប្រើប្រាស់ក៏ងាយដែរបងប្អូនអាចប្រើប្រាស់បានទាំងសោបានទាំងតេលេក្នុងម៉ូតូតែមួយហ្នឹងបើនិយាយពីអាគុយវិញប្រើប្រាស់ជាមួយនឹងអាគុយលីចូជាប្រភេទអាគុយដែលមានអាយុកាលបានយូរហើយមានការធានាពីក្រុមហ៊ុនរហូតដល់2ឆ្នាំទៅលើម៉ូទ័រនិងអាគុយចឹងសម្រាប់បងប្អូនដែលកំពុងតែស្វែងរកប្រភេទមធ្យោបាយធ្វើដំណើរដែលសន្សំសំចៃខ្ពស់បងប្អូនអាចសាកល្បងមកប្រើប្រាស់ជាមួយនឹងម៉ូតូអគ្គិសនីរបស់ JB យើងបានសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចធ្វើការតាក់ទងតាមលេខទូរស័ព្ទដែលយើងបង្ហាញនៅលើអេក្រង់ឬក៏បងប្អូនអាចធ្វើការឆាតមកកាន់ page JB ម៉ូតូអគ្គិសនីឬមួយវិញទៀតបងប្អូនអាចធ្វើការប្រមើលនៅទីតាំងផ្ទាល់ដែលហាងរបស់យើងគឺស្ថិតនៅលើផ្លូវ271សង្កាត់ទឹកឡោ3ខណ្ឌទួលគោករាជធានីភ្នំពេញម្ដុំផ្សារហេលីនៅក្បែរស្តុបពិក្រតការស្តុបកែង271ជាមួយនឹងផ្លូវ2002